បាទជំរាបសួរបងប្អូនថ្ងៃនេះក្រុមហ៊ុន Active Investment ខាងយើងត្រូវបានបញ្ចប់ប្រជែកនៅសាខាអូឡ িম্প យ៉ាបាទkiaនេះគឺភ្ជាប់ទៅដោយ Asset Control Elevator ហើយនិង Asset Control របស់ Turnstar បាទអញ្ចឹងចំពោះ Asset Control របស់ Elevator គឺនៅពេលដែលខាងយើងភ្ជាប់ Asset Control របស់ហើយបើសិនជាគាត់អត់មានសិទ្ធិកាត់គឺនៅពេលដែលគាត់ចុចគឺមិនមានការដំណើរការទេអញ្ចឹងបើសិនជាគាត់ scan កាតបាទ scan កាតឬក៏ scan QR code គឺគាត់អាចចុចបានបាទអញ្ចឹងយើងអាចប្រើ QR code មួយនេះបានបាទអញ្ចឹង QR code មួយនេះបាទអញ្ចឹងនៅពេលដែលគាត់បាត់ QR code អញ្ចឹងគាត់ scan មកហើយគាត់ចុចលើប៊ូតុងនោះមកបាទគឺដំណើរការធម្មតាបងបាទអញ្ចឹងមកយើងមកមើលផ្នែកខាង Turnstar វិញចឹងគឺដូចគ្នាដែរចំពោះកាតតែមួយហើយនឹង QR តែមួយគឺគាត់អាចប្រើទាំង Turnstar ទាំង Elevator បានចឹងមកគាត់អាច scan នោះបាទចឹងយើងមកមើលផ្នែកខាង Turnstar វិញគឺយើងអាចប្រើប្រាស់កាតហើយនឹង QR code តែមួយបានបាទចឹងបើសិនជាគាត់យកកាតមក scan គឺវាមានដំណើរការធម្មតាបាទចឹងគាត់នឹងធ្វើតេស្តយក QR code ទៅមក scan បាទក៏បងនឹង scan Have a nice trip គឺដំណើរការធម្មតាចឹងបើសិនជាបងប្អូនត្រូវការតម្រូវការ Asset Control Elevator ហើយនិង Asset Control របស់ Turnstar បងប្អូនអាចទាក់ទងតាមរបស់ខាងយើងបានគឺ Investment